សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel ខ្លាំងចំណេះថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការបង្កើត app ឬក៏ប្រព័ន្ធគ្រប់គ្រងឯកសាររបស់ជនជាតិបរទេសសម្រាប់ជនជាតិបរទេសដែលគាត់មកធ្វើការនៅស្រុកខ្មែរយើងនេះជាងទី1គឺតម្រូវឲ្យមាន passport ទី2 visa ហើយនិងទី3គឺ work permit អញ្ចឹងអ្វីដែលសំខាន់គឺ visa តែម្ដង visa កាលណាយើងហួស deadline ចឹងមួយថ្ងៃគឺកាត់$10ហើយចំក៏យើងត្រូវបង់ដែរហ្នឹងណាចឹងប្រយ័ត្នបន្តិចដូច្នេះហើយខ្ញុំក៏បានបង្កើត app មួយដើម្បីឲ្យផ្នែកធនធានមនុស្សឬក៏ផ្នែករដ្ឋបាលដែលគាត់មានជនបរទេសធ្វើការនៅក្រុមហ៊ុនគាត់អញ្ចឹងគាត់មានប្រព័ន្ធគ្រប់គ្រងនេះហើយគឺងាយស្រួលអញ្ចឹងនៅពេលដែល visa របស់គាត់ឬក៏ work permit នៅក្រោម30ថ្ងៃចឹងខ្ញុំនឹងធ្វើការ alert ចេញពី app នេះទៅកាន់ Telegram ចឹងដើម្បីចង់ដឹងថាតើរបៀបនៃការធ្វើនឹងមានអីខ្លះតោះតាមដានជាមួយខ្ញុំទាំងអស់គ្នាអូខេនេះគឺជា file ដែលខ្ញុំបានឧទាហរណ៍គឺមាន style ID staff name ជនជាតិផ្នែកpassport អញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាបើសិនអ្នកនរគ្នាមានព័ត៌មានផ្សេងទៀតអ្នកនរគ្នាអាចបន្ថែមណាតែអ្វីដែលសំខាន់គឺខ្ញុំផ្ដោតទៅលើ passport visa ហើយនិង work permit expire ហ្នឹងណាអូខេតោះអញ្ចឹងយើងចូលកន្លែង extend នេះមកយើង create an app អញ្ចឹងយើងរងចាំប្រហែលវិនាទីសិនមកអូខេអញ្ចឹងយើងបិទក្រោះមកអញ្ចឹងបន្តមកទៀតគឺយើងចូលកន្លែង data ដើម្បីយើងកំណត់នៅប្រភេទរបស់ data នីមួយៗអញ្ចឹងខ្ញុំយក staff ID នេះជា key អូខេ staff name ជា name nationality នេះយើងយកជា e-name list មកងាយស្រួលយើងអត់ចាំបាច់ទៅសរសេរដដែលហើយ department ដូចគ្នាដែរយើងយក e-name list យើងចុចកន្លែងនេះក៏បានឬក៏យើងចុចកន្លែងប៊ិចនេះក៏បានដែរនេះណាអូខេហើយយើងចុចពីនេះមកpassport number នេះយក text អូខេpassport expire យើងយកជា date អូខេpassport expire យក date ដូចគ្នាដែរហើយ work permit ដូចគ្នា work permit យើងយក date ដូចគ្នាអូខេហើយយើងចុចកន្លែង require ហ្នឹងអស់មកអញ្ចឹងជំនាញបន្ទាប់គឺយើងត្រូវការនៅរកនៅចំនួនឧទាហរណ៍ថាpassport expire របស់គាត់នៅសល់ប៉ុន្មានថ្ងៃ visa expire របស់គាត់នៅសល់ប៉ុន្មានថ្ងៃឬក៏ work permit របស់គាត់នៅសល់ប៉ុន្មានថ្ងៃអញ្ចឹងយើងត្រូវការបង្កើតនៅគេហៅថាកូដសិប្បនិមិត្តមួយអញ្ចឹងដើម្បីបង្កើតបានគឺយើងចូលកន្លែងសញ្ញាបូកនេះហើយយើងចុចបែកមកហើយយើងកំណត់មកយើងចង់បាន3 column ត្រូវអត់អញ្ចឹងយើង column ទី1គឺតកតងនឹង passport ដែលចំនួនថ្ងៃដែលគាត់នៅសល់ណាអូខេអញ្ចឹងយើងត្រូវកំណត់រង្នួនដូចគ្នាដែរគឺមានរង្នួន hour យើងដកឲ្យ passport expire នេះដកឲ្យ today មានថាយើងរើសកន្លែង passport expire នេះដក today ហើយយើងចែក24ម៉ោងអូខេហើយ type របស់វាគឺយក number អូខេ done មួយទៀត passport ហើយគឺយើងមាន visa ចឹងរំលឹកដូចគ្នាដែរ hour នៃ visa expire យើងដកឲ្យ today ចែកពី4ម៉ោងថៃយក number ត្រឹមត្រូវចឹងនៅសល់មួយទៀតគឺ work permit ចឹងរំលឹកដូចគ្នា hour work permit expire ដកឲ្យ today ចែកពី4ម៉ោង save អូខេជំនាញបន្ទាប់
ខ្ញុំនឹងកំណត់នៅ view របស់វាជាងចូលកន្លែងនេះក៏បានឬក៏យើងចូលកន្លែងនេះក៏បានដែរអូខេទីថាឥឡូវខ្ញុំអូខេខ្ញុំនឹងធ្វើការឧទាហរណ៍មួយយើង add ឧទាហរណ៍ថាយើងដាក់ Mr. A មកយើងដាក់ USA department យើងដាក់ HR មកឧទាហរណ៍ណា HR department passport ប្រកាសឧទាហរណ៍ចឹងយើងដាក់ថាដាក់ថ្ងៃ2030វីសារបស់គាត់នេះយើងដាក់ឧទាហរណ៍ថា work permit okay save គេយើងកំណត់នៅ view សិនជា table ឬមួយក៏ជា detail table ស្អាតជាងគេបន្តមកទៀតខ្ញុំឲ្យ staff ID នេះនៅក្រោយគេ passport visa ហើយណានេះទៅលើអូយើងមើល passport day របស់គាត់អូ2028អូខេ save ចឹងយើងអូខេឥឡូវខ្ញុំចុះមកនេះ visa នេះទៅលើហើយ passport នេះក្រោមវិញអូខេខ្ញុំនឹងបង្កើតនៅមួយទៀតយើងដាក់ Mr. B មក USA ដែរ HR ដែរទេហោះអូខេនេះ password គាត់ចេះទេហោះចឹងឯងយើងថែមមួយទៀតមក Mr. C អានេះយើងដាក់0 ខែ 8 អូ70ថ្ងៃ05 22ថ្ងៃអូខេហើយអានេះខ្ញុំដាក់edit វិញ05ដូចយើងដាក់12វិញអានេះដាក់05វិញអូខេ save ចឹងយើងកំណត់នៅ view នេះមួយទៀតមកកុំឲ្យវាឃើញទៅអត់ស្អាតចឹងចុច study time នេះយើងចុចមិត្តនេះគេបន្តមកទៀតខ្ញុំរើសយក side by side នេះហើយបន្តមកទៀតខ្ញុំឲ្យ3នេះឡើងទៅលើsave អូ
ចឹងយើងធ្វើការកំណត់នៅ format វាមកពោលវាស្អាតតិចមកយើងដាក់លក្ខខណ្ឌវាមកដើម្បីយើងដាក់លក្ខខណ្ឌបានយើងចូលកន្លែងនេះ format នេះមកហើយយើងបង្កើតនៅ rule វា format rule ឧទាហរណ៍ថាខ្ញុំរើសកន្លែងvisa delete នេះហើយខ្ញុំកំណត់ថា visa ហើយអានេះយើងដាក់លក្ខខណ្ឌវាមកvisa delete នេះតូចជាងឬស្មើនឹង30ថ្ងៃអញ្ចឹងខ្ញុំឲ្យពណ៌គេពណ៌នេះចោះអូខេហើយពណ៌ក្រហមស្អាតជាងនោះដើម្បីយើងដឹងហើយ work permit ដូចគ្នាដែរនេះខ្ញុំដាក់ work permit នេះអូខេនេះខ្ញុំមើលឃើញទេយើង save ឥឡូវយើងបានប៉ុណ្ណេះចុះឥឡូវឧទាហរណ៍ថាខ្ញុំបានប៉ុណ្ណេះចុះយើងមាននេះចំពោះ star name នេះយើងអាចអូខេមិនចាំបាច់ដាក់នេះអីផ្សេងក៏បានដែរជាងជំនាញបន្ទាប់គឺយើងចូលទៅកាន់យើងបង្កើតនៅbot មួយដើម្បីយើងភ្ជាប់ពី app sheet ទៅកាន់ bot អញ្ចឹងដើម្បីយើងធ្វើបានគឺយើងចូលកន្លែងនេះឃើញនេះ file ដែលយើងបានទៅបង្កើតនេះដើម្បីយើងចូល app sheet បាន app script បានគឺយើងចូលទៅកាន់នេះ extend ហើយនេះចុច app script មកអញ្ចឹងវាធ្វើការភ្ជាប់ឲ្យយើងហើយនេះជា code របស់ app script អញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាកុំឲ្យឈឺក្បាលមិនចាំបាច់នេះទេខ្ញុំមាន code នេះ code នេះអញ្ចឹងអ្នកទាំងអស់គ្នា copy នឹងមកហើយ code នេះខ្ញុំនឹងផ្ដល់ជូនទៅកាន់ group Telegram ជាងផាសហើយយើងខា save ជួរទី15ខជួរទី15នេះអូខេអញ្ចឹងយើងធ្វើការលុបវាចេញមកគេ save ម្ដងទៀតអញ្ចឹងខ្ញុំសូមបញ្យល់អំពីកូដនេះបន្តិចអញ្ចឹងដើម្បីឲ្យកូដនេះរ៉ានបានទី1យើងត្រូវមាន bot token ហើយទី2 chat ID ហើយនិងទី3គឺ seed name របស់យើងនេះណាអញ្ចឹងនេះខ្ញុំបាន comment ដូចគ្នាដែរអញ្ចឹងយើងធ្វើការ update នៅ bot token chat ID ហើយនិងយើងមាន seed name ឯងឥឡូវយើងមាន seed name ជាអីគេជា stash យើង copy មកយើងធ្វើការផាសនេះ save អញ្ចឹងអ្វីសំខាន់មួយទៀតនោះគឺយើងត្រូវការ bot token ហើយនិង chat ID អញ្ចឹងដើម្បីបង្កើតបានគឺយើងចូលទៅកាន់ Telegram អូខេយើងចូលទៅកាន់ bot នេះមកហើយ bot នេះបើសិនអ្នកគ្នាអត់តន់យល់អាចទៅមើលមេរៀនមុនបានតេតងជាមួយនឹង bot ណាខ្ញុំធ្វើការបង្ហាញវិធីមេរៀនហ្នឹងអូខេឥឡូវខ្ញុំមាន bot នេះមួយខ្ញុំ copy bot token នេះហើយខ្ញុំធ្វើការផាសចូលកន្លែងនេះហើយយើង save សិនមកអញ្ចឹងយើងនៅខ្វះឲ្យគេ chat ID ត្រូវអត់អញ្ចឹង chat ID យើងចូលទៅកាន់នេះមកនេះយើងចុចហ្នឹងមកហើយយើងធ្វើការ say hi ទៅកាន់គាត់បន្តមកទៀតគឺយើងត្រូវដឹងនៅ chat ID របស់គាត់នេះអញ្ចឹងដើម្បីដឹងបានយើងមាននេះ link ដើម្បីធ្វើការកំណត់នៅ chat ID អូខេហើយយើងផាសនៅ bot token នេះមកជាងយើងមានហើយនេះ bot token របស់យើងនេះយើងផាសមកអូខេ enter នេះអញ្ចឹង ID យើងមើលខាងលើនេះគឺនេះអញ្ចឹងយើង copy មកហើយយើងផាសនេះហើយបន្តមកយើងធ្វើការ save អញ្ចឹងជំហានបន្តទៀតគឺយើងមើលកន្លែងខ្ញុំដាក់លក្ខខណ្ឌនៅ visa ហើយនឹង work permit បើខំ30ថ្ងៃវានឹង alert ហើយបើ passport វិញគឺ180ថ្ងៃ
Chẳng dừng mơ cái lại code visa chẳng code visa dừng rõ bên số 1 2 3 4 5 6 chẳng viên nơi lệch riêng tí 6 chẳng dừng thử cầm nọt này lệch riêng tí 6 ok rồi passport lệch riêng tí màn số 1 2 3 4 5 ok passport cứ lệch riêng tí 5 chấm này ai work permit lệch riêng tí màn số 1 2 3 4 5 6 7 ok chẳng lệch riêng tí 7 ហើយបន្តមកទៀតយើងធ្វើការ save នេះរមុននេះអីទេអូខេចឹងយើងឆែកមើលម្ដងទៀតបន្ទាប់ពីយើងឆែកហើយយើងធ្វើការ run តែវារត់អត់ណាអូខេយើង run មកបើវាចេញចេះអីណាយើងចុចតាមខ្ញុំទៅវាដើរឲ្យ run វារមុនវាដើរហើយអូខេនេះវាមកឃើញទេយើងមើល staff B work permit នៅសល់22ថ្ងៃឃើញអត់ហើយមេថា expire វា22ថ្ងៃហើយអញ្ចឹង Mr. C visa 22ថ្ងៃដូចគ្នាឥឡូវយើងមើលដូចគ្នាអត់នេះអញ្ចឹង Mr. មិញ Mr. អីគេមិញ Mr. B យើងមើល Mr. B work permit 22ថ្ងៃហើយចំណែក Mr. C នេះ visa 22ថ្ងៃឃើញអត់អញ្ចឹងជំហានហ្នឹងគឺយើងធ្វើបានហើយប៉ុន្តែយើងមិនត្រូវចុចតអង្គុយចុច run រហូតនោះទេអញ្ចឹងបើសិនជាយើងចង់ឲ្យកូដនឹងវាដើរយើងត្រូវការ trigger របស់វាមានតែ automation របស់វាសិនជាងដើម្បីយើងធ្វើបាននេះយើងចូលកន្លែង trigger នេះបន្តមកទៀតយើងធ្វើការ add នៅ trigger ហ្នឹងមកហើយយើងរើសនៅ function នេះណាហើយអានេះយើងមិនរើសយើងរើសដដែលយើងចុចកន្លែងហ្នឹងដដែលចំពោះ event source គឺយើងរើសកន្លែង time event នេះអញ្ចឹងដើម្បីដឹងថាតើយើងតេស្តសិនយើងតេស្តជានាទីសិនតើវា run អត់ណាអូខេយើង save មកអញ្ចឹងយើងរងចាំមើលបន្តិចណាតើកូដហ្នឹងវាដើរអត់ខ្ញុំសូមបញ្ជាក់ម្ដងទៀតចំពោះ visa ហើយនឹង work permit ឬមួយក៏ passport តលតែវាក្រោម30ថ្ងៃទៅវា alert ណា Telegram alert ហើយ Telegram alert ហ្នឹងក៏យើងអាចកំណត់នៅតាមថ្ងៃដែលយើងឲ្យវា alert ដូចគ្នាដែរជាមួយយើងធ្វើការតេស្តនេះឃើញទេឃើញវា load ទេមិញយើងតេស្តរាល់1នាទីគឺវា alert ម្ដងរាល់1នាទីគឺវា alert ម្ដងឃើញអត់ប៉ុន្តែយើងចង់ឲ្យវា alert ជានេះវិញយើងចុចកន្លែងប៊ិចនេះមកនេះជា day ក៏បានដែរ day time ឬក៏ week ក៏បានដែរហ្នឹងស៊ីសងលើអ្នកនរគ្នារើសណាឧទាហរណ៍ខ្ញុំរើស day time អញ្ចឹង day time ហ្នឹងឲ្យកំណត់ថាចន្លោះម៉ោងធ្វើការចុះឧទាហរណ៍ថាម៉ោង8ម៉ោង9នេះអញ្ចឹងឲ្យតែចន្លោះពីម៉ោង8ម៉ោង9ហ្នឹងគឺ boot ហ្នឹងវា alert ហើយតែ alert ហ្នឹងលុះត្រាដូចខ្ញុំនិយាយម្ដងទៀតអញ្ចឹងលុះត្រាតែvisa ឬក៏ work permit ហ្នឹងក្រោម30ថ្ងៃហើយចំពោះ passport ចឹងដូចគ្នាដែរលុះត្រាតែ passport របស់គាត់ហ្នឹងក្រោម180ថ្ងៃអញ្ចឹងមិនវា alert ណាហ្នឹងគេយើងធ្វើការ save មកអញ្ចឹងកូដនេះបើមិញខ្ញុំដាក់មិញឲ្យ1នាទីមិញអត់តន់ save ឥឡូវយើងមើលមិញនេះឥឡូវខ្ញុំដាក់ជា day time ហើយអញ្ចឹងស្អែកហ្នឹងចន្លោះពីម៉ោង8ម៉ោង9អញ្ចឹង boat វាដើរហើយហ្នឹងណាអញ្ចឹងយើងងាយស្រួលគ្រប់គ្រងអញ្ចឹងអានេះវាពិបាកបំផុតហ្នឹងគឺកន្លែងកូដនេះប៉ុន្តែឲ្យសម្រាប់អ្នកដែលក៏អត់ចេះកូដអត់អីទេគ្រាន់តែធ្វើតាមការណែនាំរបស់ខ្ញុំគឺអាចធ្វើបាន 100% ខ្ញុំក៏អត់សូវចេះកូដដែរកូដនេះខ្ញុំសុំពី AI ដែរហ្នឹងហើយវាចងរមុនឲ្យហ្នឹងប៉ុន្តែយើងយល់ពីវាដែរណាមិនអាចធ្វើបានអូខេ
សង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍ដល់អ្នកនរគ្នាអរគុណច្រើន